ចាគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកថតបង្ហាញទាក់ទងនឹងការធ្វើម្ហូបរបស់ពួកខ្ញុំគឺសម្លប្រហើរចានេះគឺជាប្រភេទសម្លមួយមុខដែលហៅថាសម្លធម្មពលអញ្ចឹងណាបងប្អូនព្រោះដោយសារពោពេញទៅដោយបន្លែធម្មជាតិដែលហៅឬក៏បន្លែបៃតងចាហើយសម្រាប់សម្លប្រហើរនេះដែរក៏មិនពិបាកធ្វើអីទេពុកម៉ែបងប្អូនយើងធ្វើការចិញ្ច្រាំប្រហុកអញ្ចឹងណាសម្រាប់ប្រហុកហ្នឹងយើងចិញ្ច្រាំក៏បានយើងដាក់ក្នុងចានឬក៏ដាក់ក្នុងកន្ត្រងប្រហុកជ្រុំវាក៏បានដែរបងប្អូនតែថ្ងៃហ្នឹងគឺធ្វើការចិញ្ច្រាំតាយើងចិញ្ច្រាំរួចយើងបង់ទៅក្នុងឆ្នាំងយើងតែម្ដងហើយសម្រាប់បន្លែវិញហ្នឹងគឺមានដូចជាល្ពៅដំឡូងផ្ទីស្អំហើយនឹងក៏មានបន្ថែមនៅសណ្តែកគួរផងដែរបងប្អូនហើយសម្រាប់គល់ស្លឹកគ្រៃនេះគឺថាដូចរៀងញ៉ៃញ៉ៃតិចឯងបងប្អូនព្រោះដោយសារស្លឹកគ្រៃយើងនៅសល់យូរអញ្ចឹងណាដោយសារអត់បានបេះខៀវមកអញ្ចឹងហើយនៅស្លឹកគ្រៃនឹងវានៅសល់យូរអញ្ចឹងមើលទៅវាដូចអត់សូវល្អមកទេបងប្អូនហើយតែយើងធ្វើការចិញ្ច្រាំប្រហុកហ្នឹងទៅដើម្បីដាក់នៅក្នុងសម្លរបស់យើងដោយយើងពុំបានជ្រុំអីទេគឺយើងចិញ្ច្រាំរួចគឺយើងដាក់ទាំងអស់តែម្ដងអញ្ចឹងណាប៉ុន្តែប្រហុកហ្នឹងគឺឈ្ងុយបងប្អូនហើយសម្រាប់ត្រីដែលយកមកស្លប្រហើរហ្នឹងគឺត្រីស្រែបងប្អូនត្រីទួកហើយត្រីស្រែទៀតប្រកាសជាមានរសជាតិឆ្ងាញ់ហើយបងប្អូនហើយយើងធ្វើការដាក់ប្រហុកចូលទៅក្នុងឆ្នាំងរបស់យើងទៅហើយក៏មានដាក់ខ្ទឹមអីមើមខ្ទឹមអីអញ្ចឹងណាបងប្អូនយើងដាក់មើមខ្ទឹមនៅក្នុងហ្នឹងអញ្ចឹងទៅដើម្បីឲ្យវាមានជាតិឈ្ងុយខ្ទឹមអញ្ចឹងណាហើយយើងធ្វើការក្របវាដាក់មកស្ទុះចោលសិនឲ្យវាពុះទឹកសិនណាពេលដែលពុះទឹកពុះអីហើយយើងធ្វើការបង់ត្រីបង់បន្លែយើងដែរបន្លែណាដែលវាក្រលលួយក្រផុយអញ្ចឹងទៅយើងធ្វើការបង់មុនគេទៅដូចជាភេទបើអីហ្នឹងគឺវាក្រលលួយអញ្ចឹងហើយយើងធ្វើការបង់វាមុនអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមដាក់ត្រីទៅទឹកពុះហើយយើងដាក់ត្រីហើយពីដាក់ត្រីដាក់អីរួចរាល់អីចឹងទៅយើងដាក់នេះអីហើយដាក់ល្ពៅអញ្ចឹងណាយើងធ្វើការដាក់ល្ពៅដាក់អីជាមួយត្រីអីហើយទៅព្រោះដោយសារល្ពៅហ្នឹងវាក្រផុយអញ្ចឹងបើយើងនៅចាំដាក់ដំណាលគ្នាជាមួយនឹងបន្លែបៃតងរបស់យើងហ្នឹងគឺវាលួយបន្លែបៃតងហើយប៉ុន្តែខ្លាញ់ល្ពៅនឹងវាអត់តាន់ផុយអញ្ចឹងណាបងប្អូនហើយយើងក៏ធ្វើការដាក់មុនអញ្ចឹងទៅហើយដាក់រួចទៅក៏យើងគ្របចោលមកស្ទុះទៅនេះមើលវាពុះឯបងប្អូនគឺថាឡើងពុះខុកតែម្ដងនេះហើយមើលសាច់ត្រីគឺមើលទៅទំនងណាបងប្អូនគឺថាទំនងតែម្ដងសម្រាប់សម្លប្រហើរមួយមុខនេះហើយក៏យើងមានការដាក់ស្ករផងដែរហើយស្ករហ្នឹងគឺស្ករត្នោតបងប្អូនគឺខ្ញុំប្រើជាមួយនឹងស្ករត្នោតស្ករធម្មជាតិណាហើយយើងបង់ប៊ីចេងបង់អំបិលឯធម្មតាអញ្ចឹងមកគឺអត់ពិបាកទេសម្រាប់សម្លប្រហើរនេះបងប្អូនហើយគឺយើងចាប់ផ្ដើមបង់បន្លែបៃតងរបស់យើងមកបន្លែខៀវហ្នឹងដំឡូងមានស្អំមានផ្ទីហើយសណ្តែកគួរហ្នឹងយើងធ្វើការបង់វាមកហើយនៅពេលដែលយើងបង់វារួចហើយយើងធ្វើការក្របវាទុកមកស្ទុះសិនណាបងប្អូនឬក៏យើងក្របវាទុកមួយផ្លែតសិនទៅដើម្បីឲ្យវាចូលជាតិគ្នាតែយើងកុំឲ្យទុកយូរពេកបងប្អូនទៅទុកយូរពេកវា
ទៅជារលួយអញ្ចឹងវាអស់សារធាតុចិញ្ចឹមហើយបងប្អូនគឺយើងដាក់វាមកសពប់មកបានហើយយើងអាចយកមកហូបបានហើយដើម្បីរក្សានៅសារធាតុចិញ្ចឹមនៃបន្លែយើងអញ្ចឹងណាបើសិនតែយើងដាក់យូរទៅវាអត់លួយហ្នឹងវាបាត់រសជាតិអស់ហើយសារធាតុចិញ្ចឹមយើងហ្នឹងក៏វាបាត់ទៅតាមហ្នឹងដែរអញ្ចឹងយើងដាក់ក្របវាចឹងមកយើងដាក់ក្របហ្នឹងមើលទៅថានេះវារៀងល្វិតហើយល្វិតល្មមទៅថាយើងល្មមឆ្ងាញ់ហើយយើងលើកវាចេញមកបងប្អូនយើងកុំទុកវាឲ្យដល់រលួយអញ្ចឹងណាបើទុកដល់រលួយគឺលែងឆ្ងាញ់ហើយវាទៅជាផែអ៊ីវិញហើយបងប្អូនអញ្ចឹងហើយយើងចាប់យកលើកវាចេញមកចាហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះអរគុណច្រើនជម្រាបលា